ថ្ងៃនេះគឺជាថ្ងៃដែលក្មួយរៀនទី12ទន្ទឹងរង់ចាំយូរហើយពូក៏ជូនពរដល់ក្មួយទាំងអស់គ្នាប្រឡងបាក់ដប់ជាប់នីតិល្អទាំងអស់គ្នាហើយថ្ងៃនេះផងដែរក៏ជាថ្ងៃដែលអេលីសជាមួយនឹងអូនបុតទន្ទឹងរង់ចាំដូចគ្នាដោយសារតែពីរអ្នកគាត់នេះគឺវ៉ាកងមករយៈធំហើយថ្ងៃនេះគឺជាថ្ងៃដែលគាត់ចូលរៀនលើកដំបូងនៅក្នុងវិស្វកម្មថ្មីតែអារម្មណ៍ពីរអ្នកគាត់គឺថាភ័យដូចក្មួយដែលប្រឡងបាក់ដប់ដូចគ្នាដោយសារតែពីរអ្នកគាត់នេះគឺថាដូរសាលារៀនថ្មីថ្ងៃនេះមានអារម្មណ៍មិនដែរសុំសុភាមិនមើលថ្ងៃនេះមានអារម្មណ៍មិនដែរគាត់ដឹងហ៎ថ្នាក់ថ្មីអូនចឹងអូនភ័យអត់មានអារម្មណ៍មិនដែរយកមិញឥឡូវនិយាយពីយកមិញហ្វិនអញ្ចឹងសម្រាប់ព្រឹកនេះគឺអ៊ីកាគាត់បានបញ្ចេញស្នាដៃធ្វើជាមួយនឹងស៊ូស៊ីដើម្បីឲ្យកូនយកទៅសាលារៀនយកមិញហ្នឹងបានសួរអូនបុតជាមួយនឹងអេលីដែរថាស្អែកទៅរៀនហ្នឹងចង់ញ៉ាំអីគេពីរអ្នកគាត់ឆ្លើយដូចគ្នាហ្មងថាចង់ញ៉ាំស៊ូស៊ីដោយសារតែអ៊ីកាហ្នឹងគាត់ធ្វើស៊ូស៊ីឆ្ងាញ់សម្រាប់ស៊ូស៊ីនេះគឺថាអត់ពិបាកធ្វើទេហើយក្មេងៗចូលចិត្តញ៉ាំទៀតគ្រឿងផ្សំមានដូចជាសាច់ជ្រូក3ជាន់ចៀនមានពងក្លុកចៀនមានតសក់មានការ៉ុតហើយសម្រាប់បាយហ្នឹងគឺរោជាមួយនឹងល្ងឈ្ងុយៗទៅរុំជាមួយនឹងស្រាយទៅគឺរួចជាស្រេចហើយនំមួយទូនំផ្អែលីហ្នឹងបងប្អូនកំពុងរៀបចំនំមួយខ្លះឲ្យយកទៅរៀនថ្ងៃនេះចឹងឥឡូវនេះគឺរៀបចំរួចរាល់ហើយដល់ម៉ោងដែលត្រូវជូនពួកគាត់ទៅរៀនដោយសារតែសាលារៀនថ្មីរបស់គាត់ហ្នឹងគឺនៅក្នុងបរិយាពេញហួតបឹងស្នោនៅក្បែរផ្ទះពូទេដល់ពេលចឹងទៅពូខ្ជិលបើកឡាននោះក៏យកកង់អង្គុយជូនពីរអ្នកគាត់ទៅហើយមានណាឧបសគ្គក៏បានមកដល់មួយអើយចេញពីផ្ទះបានតិចឥឡូវមេឃកំពុងតែភ្លៀងអារម្មណ៍តក់អីចឹងត្រូវទៅផ្ទះវិញដូរយកឡានវិញអូបាទឥឡូវត្រូវឡើងគេហៅឡើងកលីបវិញណាជិះឡានម្ដងណាមើលទៅមុខអើកូនសើថ្ងៃនេះមានអារម្មណ៍មិនដែរសុំសុភាមិនមើលថ្ងៃនេះមានអារម្មណ៍មិនដែរគាត់អត់ដឹងទេថ្នាក់ថ្មីអូនចឹងអូនភ័យអត់ភ័យតិចហ៎រំភើបអត់រំភើបតែបានជួប friend ថ្មីហ្នឹងហើយពូជជែអេលីម្ដងជជែអេលីមានអារម្មណ៍មិនដែរយកមិញឥឡូវនិយាយពីយកមិញហ្វិនយកមិញបងប្អូនអើយចូលស្រាម៉ោង11ជាងហើយចូលបន្ទប់ពូទៀតគេអត់លក់សួរគាត់ថាមានអារម្មណ៍ថាភ័យស្លាយថ្មីខ្លាចគ្រូកាចមែនចុះឥឡូវបាត់ភ័យនៅភ័យតែថ្ងៃហ្នឹងបានជួបមិត្តភក្តិថ្មីច្រើនទេចាំមើលស៊ូធ្វើមើលតែធ្វើដៃស៊ូចឹងជាទម្លាប់មុននឹងចេញពីផ្ទះគឺថាគ្រូហ្វាពូនេះអត់ដែរភ្លេចទេជាមួយនឹងលេទឹកអប់បេលីមួយដែលចង់សំចៃចំណាយថវិកាតិចហ្នឹងអាចប្រើជាមួយនឹងលេទឹកអប់បេលីរបស់ពូបានអាដបតូចហ្នឹងតម្លៃតែ2រៀលទេហើយប្រើបានយូរមែនតើអ្វីដែលសំខាន់គឺថាវាមានអត្ថប្រយោជន៍ច្រើនវាជួយកាត់បន្ថយការចំណាយរបស់មួយដែលហ្វាតាលេនេះគឺជាប្រភេទលេទឹកអប់លេនេះផ្ដល់សំណើមឲ្យស្បែកធ្វើឲ្យស្បែកទន់ភ្លឺរលោងហើយលាបនៅលើស្បែកអត់ធ្ងន់ទេមានអារម្មណ៍ថាស្រាលដូចអត់លាបចឹងនៅពេលដែលមួយប្រើប្រាស់ជាមួយនឹងលេទឹកអប់បេលីរបស់ពូហើយមួយមិនបាច់ចំណាយលុយទៅទិញទឹកអប់ទៀតក៏បានដែរដោយសារតែលេនេះគឺជាប្រភេទលេទឹកអប់អញ្ចឹងមួយលាបនៅលើដៃហើយអាចលាបនៅលើអាវបានទៀតហើយបើនិយាយពីក្លិនវាគឺថាអូក្លិន unique ហ្មងមួយក្លិនក្អូបខ្លាំងមែនតើហើយបើសិនជាមួយចង់ទិញហ្នឹងអាចឆាតចូលក្នុង page Belly Cambodia ក៏បានឬក៏មួយអាចទៅទិញនៅតាមទីផ្សារក៏បានដែរទៅតែកន្លែងណាមានលក់គ្រឿងកោបទៅគឺមានលក់ជាមួយនឹងលេទឹកអប់ Belly របស់ពូហើយសំដៅឲ្យមិញអត់ជីកង់អង្គុយមកកុំអីស្ដាប់ចូលតាវាយហើយបាត់ភ័យឡើយអត់ទៅបាត់ទៀតរត់ទៅភ័យមកដល់ថ្នាក់ឯនេះកាន់តែភ័យអូនបុតបាយអូយបកែណាមើលទៅអូនបុតគឺថាអត់មានភ័យទេតែបើកលេចទៅចែរៀងភ័យឥឡូវចែកំពុងឡើងកម្មយន្តហោះទៅរៀនហើយចឹងសម្រាប់ vlog ដែលអូនបុតជាមួយនឹងអេលីចូលរៀនថ្ងៃដំបូងហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនកូនក្មួយទាំងអស់គ្នាដែលបានទស្សនាជម្រាបលាបាយ